វិលទៅរកអតីតកាលរបស់បងអេមុននឹងមានគ្រួសារគាត់ធ្វើការនៅក្រុមហ៊ុនមួយគាត់ធ្វើជាអង់គ្លេសហៅថា personal assistant ឬក៏ PA គេហៅជំនួយការផ្ទាល់របស់អគ្គនាយករបស់ក្រុមហ៊ុនមួយហ្នឹងអគ្គនាយករបស់ក្រុមហ៊ុនមួយហ្នឹងមិនមែនមានក្រុមហ៊ុនតែនៅទីក្រុងភ្នំពេញទេគាត់មានច្រើនប្រទេសមែនតើនៅក្នុងតំបន់អាស៊ីគាត់មានច្រើនមែនតើដែលជាជនជាតិអង់គ្លេសអញ្ចឹងវាខ្លះជាបទសម្ព័ន្ធក្រុមហ៊ុនឬក៏គួរឲ្យសួរស្ដាប់ថាជាក្រុមហ៊ុនអន្តរជាតិហ្នឹងហើយអញ្ចឹងនៅពេលដែលគាត់ធ្វើជា personal assistant ឬក៏គេហៅស្អីគេជំនួយការផ្ទាល់ហ្នឹងហើយជំនួយការផ្ទាល់គាត់បំពេញការងារនៅ office ស្រុកខ្មែរនេះការិយាល័យស្រុកខ្មែរគាត់បានរៀបចំបានល្អអីក៏ល្អអីអញ្ចឹងមេធំគាត់ឃើញថាអូម្នាក់នេះធ្វើការល្អក៏បញ្ជូនគាត់ឲ្យទៅប្រទេសឥណ្ឌូនេស៊ីដើម្បីរៀបចំការិយាល័យថ្មីដែលគាត់ដើម្បីបង្កើតដៃជើងបទសម្ព័ន្ធរបស់ក្រុមហ៊ុនគាត់ឲ្យនៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅទីក្រុងចាកាតាអញ្ចឹងគាត់បញ្ជូនទៅមិនមែនបញ្ជូនទៅតែគាត់ម្នាក់ទេបញ្ជូនទៅច្រើនអ្នកមែនតើព្រោះឧទាហរណ៍ថានៅថៃអញ្ចឹងគាត់មានជំនួយការពិសេសរបស់គាត់ជនជាតិថៃនៅឥណ្ឌាមានឥណ្ឌានៅខ្មែរមានខ្មែរនៅវៀតណាមនៅវៀតណាមអញ្ចឹងទៅហ្នឹងហើយអញ្ចឹងនៅពេលដែលបញ្ជូនលើកទី1គាត់បញ្ជូនខ្មែរទៅមួយក្រុមអញ្ចឹងណាដែលមានគាត់នៅក្នុងនោះដែរអញ្ចឹងផែនការមួយនេះគឺជាផែនការរយៈពេលវែងមិនមែនរយៈពេលខ្លីទេអញ្ចឹងគាត់ទៅមុន10ថ្ងៃមុននឹងមេធំចុះមកអញ្ចឹងនៅពេលដែលទៅមុន10ថ្ងៃគាត់ក៏សម្រេចចិត្តថា10ថ្ងៃដដែលហេតុអីមិនយើងមិនព្រមជួល apartment មួយឬ condo មួយនៅកន្លែងណាដែលល្អនៅកុំឲ្យថ្លៃពេកយើងសំចៃទៅអញ្ចឹងយើងទៅជួលកន្លែងណាដែលចុះមករកអីញ៉ាំស្រួលធម្មតាយើងទៅស្រុកគេគឺអញ្ចឹងហ៎ស្រួលដើរចុះទៅមានអីញ៉ាំស្រាប់ហ្នឹងហើយមានកន្លែងចង់ទៅហាត់ប្រាណចង់កន្លែង shopping អញ្ចឹងទៅណោះទិញឲ្យបានអញ្ចឹងទៅអញ្ចឹងគាត់ក៏សម្រេចចិត្តជួលនៅ condo apartment condo មួយនៅជាក្រុងដែលមានរបស់អស់ហ្នឹងគឺនៅជុំវិញហ្នឹងអ្នកទីប្រជុំជនជាទីប្រជុំជនបាទអញ្ចឹងនៅពេលដែលគាត់ទៅធ្វើការនេះ10ថ្ងៃនេះគាត់មានភារកិច្ចក្នុងការទទួលយកតារាងតម្លៃដែល supplier ដែលអ្នកផ្គត់ផ្គង់យកឲ្យត្រូវការរៀបចំ office ហ្នឹងត្រូវការអីគេខ្លះត្រូវការតុត្រូវការកៅអីត្រូវការខ្មៅដៃត្រូវការសភៅត្រូវការអីហ្នឹងចេញតារាងតម្លៃមកអស់មកអញ្ចឹងគាត់ត្រូវព្រៀងទាត់មុននឹងមេគាត់ចុះមកដើម្បីសម្រេចថាអូខេយកអានេះអញ្ចឹងនៅក្នុងបន្ទប់មួយហ្នឹងហើយ10ថ្ងៃដែលគាត់នៅនឹងគឺមានហេតុការណ៍មួយកើតឡើងអញ្ចឹងហេតុការណ៍ថ្ងៃទី1ទី2ទី3គេងលក់ស្ងប់មែនតើធ្វើការពេញកម្លាំងថ្ងៃទី4ស្រាប់តែគាត់មានអារម្មណ៍ខុសធម្មតាមានអារម្មណ៍ថាព្រឺគាត់មានអារម្មណ៍ថាធ្ងន់អញ្ចឹងគាត់ក៏គេងយប់ឡើងដូចយ៉ាងអស់កម្លាំងខ្ញុំមិនដឹងថាបងប្អូនដឹងអត់ទេតែនៅពេលដែលយើងមានសម្ពាធមានអារម្មណ៍ថាមានសម្ពាធកម្លាំងរបស់យើងអស់លឿនមែនតើត្រូវហើយនៅដូចស្រូបកម្លាំងរបស់យើងដោយមិនបាច់ចាំបាច់ហាត់ប្រាណដើរអីគឺបឺតកម្លាំងបឺតយកគាត់អស់កម្លាំងគាត់គេងខនតែគេងមកវឹបហ្នឹងគឺខ្មោចសកត់បណ្ដោយគាត់ប្រើពាក្យថាខ្មោចសកត់ហេតុអីមិនខ្មោចទឹកសកត់គាត់អង្គើខ្លួនអត់រួចហ្នឹងគាត់អង្គើខ្លួនអត់រួចគាត់ដឹងថាខ្លួនគាត់អង្គើខ្លួនអត់រួចបាត់ហើយអញ្ចឹងគាត់ក៏ប្រឹងគេងលក់មែនដល់ពេលគេងលក់គាត់ក៏យល់សពដឹងគាត់យល់សពឃើញអីឃើញម្នាក់ស្រីម្នាក់អង្គុយនៅចុងជើងគាត់សិស្សសាលាអាវសខោសពុតអីចឹងទៅហ្នឹងហើយមកអង្គុយចុងជើងគាត់មើលមុខមកគាត់ចំទៅច្អល់ដេញគាត់ចេញថាបន្ទប់នឹងបន្ទប់គេចាញ់ឲ្យលឿនជាទីបំផុតហ្នឹងហើយបន្ទប់របស់គេបដ ாய் នៅឯងអញ្ចឹងគឺទាញគាត់ព្យាយាមទាញគាត់នៅក្នុងយុសពគឺព្យាយាមទាញគាត់ចេញអត់ឲ្យនៅហ្មងគាត់ដឹងខ្លួនឡើងគាត់ដឹងថាមិនមែនធម្មតាចុះបើគាត់មានជំនឿហើយស្អីគេហ្នឹងគាត់ថាមិនមែនធម្មតាអញ្ចឹងគាត់ក៏សម្រេចចិត្តលើកដៃសាពះហើយនិយាយគ្នាជាមួយនឹងខ្មោចនឹងអត់ឃើញណាគ្រាន់បំសងលើថាខ្ញុំនៅបន្ទប់ហ្នឹងតែ10ថ្ងៃទេខ្ញុំសុំនៅឲ្យសុខកុំឲ្យមានគ្រោះកុំឲ្យមានទុកកុំធ្វើអីធ្វើបាបខ្ញុំអីផុត10ថ្ងៃខ្ញុំបកគោលបន្ទប់ហ្នឹងជូនឯងវិញខ្ញុំចាញ់ហើយចឹងណាបាទចឹងគាត់នៅពិតជាសុខមែនប៉ុន្តែរយៈពេល10ថ្ងៃហ្នឹងសួរថាតើសុខ 100% អត់ទេវាតែមានហេតុការណ៍តិចតួចហើយ
ប៉ុន្តែគាត់ថាវាលែងអីឲ្យ មានរប៉េះរប៉ោះ ហ្នឹងហើយវារប៉ែតប៉ោះវាអត់មានអីឲ្យវាជាក់លាក់អីឲ្យឃើញស្ដែងទៀតលែងមានណាអញ្ចឹងដល់10ថ្ងៃគម្រប់10ថ្ងៃគាត់ក៏ចេញដងនេះគាត់លែងគេងនៅអូតែធូថ្លៃហើយ apartment ធូថ្លៃទេគាត់ទៅជួលអូតែលរំដាប់ផ្កាយ5នៅវិញបាទនៅវិញដូច intercon ដូចអីចឹងណានៅវិញពេលហ្នឹងមេគាត់មកហើយហ្នឹងអញ្ចឹងផុតពីមេគាត់មកគាត់នៅនោះមេគាត់អត់តាន់មកទេអូខេហូរតម្លៃនេះគាត់មកមុនហ្នឹងហើយគាត់មកមុន10ថ្ងៃអញ្ចឹងនៅពេលដែលគាត់មេគាត់មកចាត់ចែងការងារអស់ហើយគេហៅជំនួយការពិសេសមកពីគ្រប់ប្រទេសមកអង្គុយជុំគ្នាហើយអស់ហើយឡាក់ពិចែកវែកញែកអស់ហើយមេគាត់ហោះទៅវឹងទុកគាត់នៅនឹងទៀតទុកបុគ្គលប្រមាណអ្នកនៅក្នុងហ្នឹងទី1គឺគាត់ទី2ជំនួយការថៃដែលជំនួយការថៃហ្នឹងជាមិត្តជិតស្និទ្ធរបស់គាត់ជំនួយការរបស់គាត់មួយទៀតគឺឥណ្ឌាហើយនឹងមេប្រចាំប្រទេសពួកគាត់មកជាមួយគ្នាតាំងហ្នឹងហើយមកមួយគ្នាទាំងអស់ហើយនឹងមេប្រចាំប្រទេសហ្នឹងណាតែមេប្រចាំប្រទេសហ្នឹងគាត់មានដៃគូរបស់គាត់មកដែរដៃសង្សារគាត់ហ្នឹងហើយមកដែរអញ្ចឹង5នាក់អញ្ចឹងនៅពេលដែល5នាក់អញ្ចឹងក៏គិតថាយើងមិនបាច់គេងអូតែផ្កាយ5ទេដងនេះយើងរក apartment ឬក៏ condo ណាលំដាប់ផ្កាយ5ដែលសុវត្ថិភាពព្រោះទីក្រុងចាតកតាខ្ញុំអត់ទាន់បានទៅដល់ទេតែល្បីថាជំនាន់នោះក៏វាមិនទាន់សូវមានសុវត្ថិភាពប្រហែលដែរអញ្ចឹងមេធំរបស់គាត់ប្រកបវិជ្ជាថាដាច់ខាតយ៉ាងណាក៏ដោយត្រូវរកកន្លែងណាដែលល្អដែលសុវត្ថិភាពខ្ពស់ព្រោះខ្លាចប៉ះពាល់ដល់អាយុជីវិតឬខាតបង់ដោយកត្តាណាមួយដល់បុគ្គលិករបស់គាត់បន្ថែមពីលើនឹងទៀតគាត់ទុកឡានឲ្យ2ទុកឡាន Alpha ខ្មៅ2គ្រឿងហ្នឹងហើយដើម្បីដឹកឡានមួយអត់គ្រប់ទេព្រោះទីក្រុងចាកាតាទី1គ្នាច្រើនទី2ស្ទះចរាចរណ៍ខ្លាំងមែនតើហ្នឹងហើយអញ្ចឹងក្នុងករណីនេះគាត់ទុកឡានឲ្យ2ឲ្យស្រួលធ្វើតាណាអីពួកគាត់ក៏ស្វែងរកឃើញ condo និង apartment មួយលំដាប់ផ្កាយ5ទៀតហើយលំដាប់ផ្កាយ5ទៀតហើយអញ្ចឹងគាត់ថាសួរថាមានសុវត្ថិភាពអត់គាត់ហ៊ានធានាថា 100% apartment ហ្នឹងមានសុវត្ថិភាពចាញ់ចូលត្រូវឆ្លោះ ID ត្រូវឆ្លោះកាតដាក់បានហ្នឹងហើយគេហៅអីគេអាលិខិតស្នាក់នៅត្រូវមើលមុខវាស៊ីសងគ្នាអត់យកអាម៉ាស៊ីនដើម្បីពិនិត្យមើលគ្រាប់បែកនៅក្រោមឡានទៅប្រព័ន្ធសុវត្ថិភាពគេតឹងប្រព័ន្ធសុវត្ថិភាពគឺតឹងខ្លាំងមែនតើមើលគឺកាផ្លេហើយអ្វីដែលចម្លែកគឺមួយជាន់តាមមួយបន្ទប់ទេមានន័យថាអញ្ចឹងបងឯងចុច apartment ឡើងដល់ឧទាហរណ៍ថាបងឯងនៅជាន់ទីក្នុងករណីរបស់គាត់បងគាត់នៅជាន់ទី24ហ្នឹងហើយនៅជាន់ទី24អញ្ចឹងនៅពេលដែលនៅជាន់ទី24ឡើងដល់ជាន់ទី24ហ្នឹងបើមកដល់បន្ទប់គាត់ហ្មងបើមកដល់បន្ទប់ក្នុងបន្ទប់មកគឺដល់បន្ទប់ហ្មងហ្នឹងហើយខ្ញុំអត់ច្បាស់ថាក្នុងបើកមកនៅក្នុងហ្មងឬក៏នៅខាងអូខេខ្ញុំអត់ច្បាស់ទេណាតែគាត់ថាបើកមកគឺដល់ហ្មងមានតែមួយបន្ទប់ទេអញ្ចឹងគាត់ក៏សម្រេចចិត្តយកពីបន្ទប់គេអញ្ចឹងនៅក្នុងពីបន្ទប់គេបងប្អូនដែលស្គាល់ទម្លាប់របស់ condo អញ្ចឹងនៅពេលពីបន្ទប់គេបងប្អូនបើកទ្វារចូលមកគឺជាក្រាមបាយអីគឺនៅកណ្ដាលហ្នឹងហើយហ្នឹងហើយជាក្រាមបាយកណ្ដាលមានតុញ៉ាំអីហើយមានបន្ទប់សងខាងហើយរបៀបអញ្ចឹងណាអញ្ចឹងមេរបស់គាត់ប្រចាំប្រទេសហ្នឹងមកបន្ទប់មេរបស់គាត់មកបន្ទប់ជាមួយនឹងដៃគូរបស់គាត់ទៅហើយពួកគាត់3នាក់មកបន្ទប់ឥណ្ឌាថៃខ្មែរ3បន្ទប់អញ្ចឹងគាត់ឲ្យអ្នកទទួលភ្ញៀវដកខែចេញអស់មកដាក់ពូកនៅស្រុកគាត់ស្រុកនោះគឺខ្ពស់ដែរខ្ពស់ជាងពូកយើងអញ្ចឹងគាត់ផ្គុំ3ចូលគ្នាផ្គុំពូកយល់ហើយជាពូកវែងមួយហ្នឹងគាត់គេងអញ្ចឹងនៅពេលដែលនៅបានតែ2-3ថ្ងៃទេបានតែ2-3ថ្ងៃស្រាប់តែមេធំដកជំនួយការដែលជាជនជាតិឥណ្ឌាហ្នឹងទៅប្រទេសមួយទៀតបាត់ម្នាក់អញ្ចឹងនៅសល់2នៅក្នុងបន្ទប់ហ្នឹងទាំងអស់4នាក់គាត់ថៃប្រចាំប្រទេសហើយនឹងសង្សារម្នាក់ប្រចាំប្រទេសហ្នឹងមាន14នាក់ឯនៅក្នុងបន្ទប់ហ្នឹងបកទៅរឿងទម្លាប់របស់ម្នាក់វិញសង្សារប្រចាំមេប្រចាំប្រទេសហ្នឹងគាត់អត់ចូលចិត្តញ៉ាំបាយនៅក្នុងបន្ទប់ទេភាគច្រើនគាត់ទៅញ៉ាំអីនៅខាងក្រៅទៅញ៉ាំ restaurant ក្រៅទៅញ៉ាំអាហារដ្ឋានក្រៅជាមួយដៃគូរបស់គាត់ជនជាតិថៃដែលជាមិត្តជិតស្និទ្ធរបស់គាត់ហ្នឹងឲ្យតែមេអត់នៅគាត់ចូលចិត្តដើរលេងគាត់ចង់ស្គាល់ប្រទេសចង់ស្គាល់ក្លឹបស្វែងយល់ហ្នឹងហើយក្លឹបនៅឥណ្ឌូនេស៊ីរបៀបម៉េចតែទម្លាប់ថ្មីមិត្តភ័ក្តិថ្មីអញ្ចឹងគាត់ចូលចិត្តដើរលេង
បង A ជាមនុស្ស introvert ជាមនុស្សដែលអត់ចូលចិត្តមនុស្សច្រើន ស្ងប់ស្ងាត់ ហ្នឹងហើយចូលចិត្តស្ងប់ស្ងាត់អញ្ចឹងហើយគាត់នៅបន្ទប់ចូលចិត្តនៅបន្ទប់ហើយធ្វើម្ហូបធ្វើអីអញ្ចឹងណាញ៉ាំតែខ្លួនឯងអង្គុយមើលទូរស័ព្ទចុចអីអញ្ចឹងទៅគេទៅអូខេយើងចូលដល់សាច់បន្ទប់ហ្នឹងគាត់នៅខែទី3ទើបមិនមានហេតុការណ៍មួយកើតឡើងអញ្ចឹងហេតុការណ៍ហ្នឹងគឺអញ្ចឹងមានថ្ងៃមួយមេរបស់គាត់ចេញទៅញ៉ាំអីញឹកញយអញ្ចឹងថ្ងៃហ្នឹងគាត់ចេញទៀតមិត្តភ័ក្តិរបស់គាត់ថៃហ្នឹងក៏រត់ចេញទៅតាមដែរមិនមែនតាមមេណាគាត់ទៅរបៀបរបស់គាត់ទៅអញ្ចឹងនៅសល់តែគាត់នៅក្នុងបន្ទប់នេះឯងប៉ុន្តែថ្ងៃហ្នឹងវាមិនដឹងចម្លែកអីគាត់មានអារម្មណ៍ថាព្រឺខុសធម្មតាមានអារម្មណ៍ព្រឺដូចមានភ្នែកអង្គុយចាំមើលគាត់ដូចឈរចាំមើលអាហ្នឹងអារម្មណ៍ហ្នឹងខ្ញុំដឹងហ្មងខ្ញុំខ្លួនឯងខ្ញុំដឹងហ្មងព្រោះខ្ញុំធ្លាប់មានអារម្មណ៍មួយហ្នឹងខ្ញុំដឹងអាលក្ខណៈមានភ្នែកបាញ់មកនិយាយទៅគេមើលគេទៀងស្រឡឹងទៀងស្រឡឹងឲ្យយើងដូចព្រឺខុសធម្មតាចំមានរឿងអីចេះហើយគាត់ក៏អត់សូវខ្វល់ដែរគាត់តែគ្រាន់តែគាត់មានអារម្មណ៍ថាក្នុងបន្ទប់របស់គាត់ដូចតិចខុសធម្មតាអញ្ចឹងគុំពេលគាត់មួយទឹកក៏មានអារម្មណ៍ថាភ្នែកមើលមកគាត់ធ្វើម្ហូបមានអារម្មណ៍ភ្នែកធ្វើមកគាត់អត់ខ្វល់គាត់ឡើងលើខែក្រឹបយប់ហ្នឹងគាត់យល់សពទៀតអ្វីដែលគាត់យល់សពណាទី1យល់សពទី1នៅក្នុងអាផាតមិនផ្កាយ5ហ្នឹងគាត់ឃើញមនុស្សស្អីម្នាក់ស្លៀកពាក់គាត់ទ្រង់ទ្រាយមកម្នាក់នឹងស្អាតសក់វែងក្រមុកពាក់អាវយឺតខោកបយឈរមើលទល់មុខមួយគាត់ចឹងក៏គេបែរទៅចឹងដើរទៅគាត់ក៏ដើរទៅតាមដើរដល់អាគារមួយដែលមានគ្រោងឆ្អឹងលាបស៊ីម៉ង់របៀបឆ្អឹងអាគារអត់ទាន់ប៉ាតរៀបអិត20អិត10អីឡើងទេអត់ទេគ្រាន់តែជីក្រងអត់ទាន់មានជាងឡើងពីមួយជាន់ទៅមួយជាន់គាត់ដើរតាមរហូតហើយសួរថាហេតុអីគាត់ដើរតាមគាត់អត់ដឹងទេតែគាត់ដើរតាមគេរហូតដល់ជាន់លើគេមួយគឺគាត់ឃើញប្រគុណសាធារណៈរៀបទាំងជួរទៅហ្មងគាត់មិនដឹងថាហេតុអីបញ្ជាន់នឹងមានប្រគុណសាធារណៈតែគាត់ដើរតាមដល់ប្រគុណមួយអូព្រឺមែនតើគាត់ស្រឡឹងឃើញប្រគុណហ្នឹងណាទ្រង់ទ្រាយបែបណាគាត់ឃើញទាំងអស់លំអិតតែម្ដងអញ្ចឹងបើខ្ញុំស្មានខុសទេធម្មតាប្រគុណសាធារណៈនៅជាន់លើគេនៅពេលដែលអាគារហ្នឹងអត់ទាន់សង់ហើយអាចជាប្រគុណរបស់កម្មករ 100% ហ្នឹងអាហ្នឹងរឿងទី2ប្រគុណហ្នឹងក៏ជាមានសភាពកក្រិចហ្នឹងហើយเนาะកក្រិចមានប្រឡាក់ស៊ីម៉ងមានប្រឡាក់អីអញ្ចឹងទៅគាត់ឃើញប៉ុណ្ណឹងគាត់ដឹងខ្លួនឡើងគាត់គិតថាអូខំទៅយកសពទេយប់ទី2បន្តទៀតគាត់គេងយកសពតែជាយកសពតភាគរឿងហ្នឹងឯងគាត់ថាគាត់ឈរឃើញម្នាក់ស្រីហ្នឹងនៅនឹងតែម្នាក់ស្រីហ្នឹងរត់មករកគាត់ហើយព្រឺក្បាលណារត់មករកគាត់តែមិនមែនរត់បុកគាត់រត់ហួសគាត់មានមនុស្សប្រុសម្នាក់ពាក់មួកពាក់ម៉ាស់ហត់ដេញតាមម្នាក់ស្រីហ្នឹងមនុស្សមែនតើយកសពនៅក្នុងយកសពតដេញតាមម្នាក់ស្រីហ្នឹងដល់ពេលតាមជាប់ទាញខ្សែមកហិតកយកមកនេះសម័យមករត់មកពួកហ្នឹងហើយទាញយកហើយគាត់ថាអញ្ចឹងគាត់ចង់ទៅជួយក៏អត់កើតដែរគាត់អង្គើដៃអង្គើខ្លួនអត់រួយបានត្រឹមតែឈរមើលដូចគេលេងគាត់ឲ្យមើលហ្នឹងហើយគឺតាមហិតកម្នាក់ហ្នឹងរហូតឃើញម្នាក់ហ្នឹងបកាច់ឈឺចាប់បែបណារបៀបមិនគាត់ឃើញទាំងអស់គាត់ភ័យពេកគាត់ដឹងខ្លួនឡើងគាត់យកទៅប្រាប់មិត្តភក្តិថៃរបស់គាត់ហើយមិត្តភក្តិថៃគាត់អត់ជឿទេអត់ជឿអញ្ចឹងថាអើយយកសម័យហើយកុំខ្វល់តែគាត់ដឹងខ្លួនឯងថាអូយអត់ស្រួលហើយច្បាស់ហើយដូចមិនសូវស្រួលសោះយកសពតអញ្ចឹងមនុស្សមិត្តមួយស្អែកឡើងហេតុការណ៍ដដែលគាត់គេងទៀតអត់មានណាគេនៅក្នុងបន្ទប់ទេគេដើរលេងអស់ហើយគាត់គេងទៀតយកសពទៀតឈុតឆាកដដែលហូតហិតក៏បកាច់ឲ្យគាត់ឃើញអាសុភាពឈឺចាក់មនុស្សចិត្តដាច់ខ្យល់ទាំងហោះចឹងបើចង់ដឹងបងប្អូនយកដៃមកច្បាច់កខ្លួនឯងឲ្យចិត្តផុតខ្យល់តែបងប្អូនមានអារម្មណ៍មិនទេគឺគាត់ទទួលអារម្មណ៍ដឹងពីម្នាក់ស្រីមួយហ្នឹងហ្មងគាត់ប្រាប់ថាម្នាក់ស្រីហ្នឹងណាវ័យខ្ទង់20ជាងឯងម្នាក់ប្រុសហ្នឹងគឺវ័យខ្ទង់30ជាងប៉ុន្តែចម្លែកត្រង់មួយគាត់ឃើញម្នាក់ប្រុសហ្នឹងនៅពេលដែលហិតកម្នាក់ស្រីហ្នឹងណាដែលកំពុងបកាច់ម្នាក់ប្រុសហ្នឹងគឺហូរទឹកភ្នែកចឹងអត់ដឹងថាមានរឿងអីទេ
នេះជាការសន្និដ្ឋានពីរអ្នកហ្នឹងប្រកាសជាស្គាល់គ្នារបស់គាត់ណាគាត់ថាប្រកាសជាស្គាល់គ្នាបើសម្រាប់ខ្ញុំវិញខ្ញុំសន្និដ្ឋានថាប្រកាសជាដៃគូស្នេហាមានរឿងអីមួយដែលតាក់ទិនរហូតដល់ឈានដល់ករណីឃាតកម្មដែលប៉ងទុកករណីហ្នឹងនៅស្រុកយើងក៏កើតឡើងច្រើនដែរអញ្ចឹងគាត់ដឹងខ្លួនគាត់ប្រាប់មិត្តភក្តិគាត់ទៀតអត់ជឿទៀតស្អែកឡើងយល់សពឈុតនឹងដដែលទៀតរហូតដល់គាត់ធម្មតាណាគាត់អត់គេងពី3យប់ចុះគ្នាគាត់អស់ខ្យល់ខាងពេកនៅពេលមួយដែលគាត់ឡើងឡាននៅពេលមួយដែលគាត់ឡើងឡានគាត់ក៏ដាច់ចិត្តសួរទៅតកងឡានដូចនិយាយគ្នាលេងថាសុកខ្ញុំមានខ្មោចទឹកដីខ្ញុំអបិយជំនឿចុះសុកតកងឡានអត់ទេគាត់និយាយភាសាអង់គ្លេសហ្នឹងហើយនិយាយអង់គ្លេសជាមួយនឹងតកងឡានហ្នឹងគាត់ថាសុកគាត់ហ្នឹងមានខ្មោចហើយមានអបិយជំនឿហើយប្រជាជនខ្ញុំជឿណាស់ហើយនៅសុកអ្នកឯងមានអត់តកងឡានហ្នឹងឆ្លើយជាមួយគាត់ថាមានតែខ្ញុំមិនសូវជឿប៉ុន្តែចម្លើយមួយរបស់តកងឡានហ្នឹងដែលផ្ដល់ឲ្យគាត់ទទួលអារម្មណ៍ថាចេះតកងឡានហ្នឹងដឹងរឿងអីតែលាក់ពីគាត់ចង់ឲ្យគាត់ខ្លាចសេរីប្រាប់ថាមានតែខ្ញុំមិនសូវជឿដើម្បីកុំឲ្យគាត់សួរដេញដោលទៀតហ្នឹងហើយឬក៏កុំឲ្យគាត់ខ្លាចគាត់មានអារម្មណ៍ថាចេះគាត់ជាជួបអីហីប៉ុន្តែមិនក៏ចម្លើយហ្នឹងមានអារម្មណ៍ថាម្នាក់ហ្នឹងមិនមែនអត់ជឿទេប៉ុន្តែលាក់បែបអីមួយល្ងាចឡើងគាត់ជិះឡានមួយទៀតតកងឡានមួយទៀតតែអាតកងឡានថ្មីនេះតកងឡានវេនល្ងាចនេះគាត់ចរិតអត់ដូចតកងឡានពេលព្រឹកទេតកងឡានពេលព្រឹកគេលាក់តកងឡានពេលល្ងាចគឺបន្លាចបដ ாய் ថាអូយអ្នកឯងអត់ដឹងទេអូយអាគារនឹងលងសាហាវណាអាគារនឹងលងសាហាវមែនតើសាហាវដល់កម្រិតមួយសំបីតែនៅក្រុមអាគារហ្នឹងនៅពេលដែលចតឡានក្រុមដីអញ្ចឹងគេមានបន្ទប់សម្រាប់អ្នកបើកបរគេងជុំគ្នាបោះជាន់ណាក៏ដោយគឺគេងជុំគ្នាហ្នឹងទៅស៊ូមេទេហៅអីតាំងយប់អីអាចបើកចេញបានអញ្ចឹងគេគេងជុំគ្នាអញ្ចឹងពួកគាត់អត់ដែរហ៊ានគេងហ្នឹងទេហ៊ានគេងមិនបើសិនជាឡានបលុតសក់លឹកលឺម្ញេបើកដល់រត់ហ្នឹងមានភ្លើងណាចូលម្ញេអត់មានភ្លើងទេតែឡានហ្នឹងលឺម្ញេបើកពងតាគេងមានយប់ខ្លះអាផ្លិតទឹកឡានណោះវាបក់ខ្លួនឯងហើយឡានបលុតហ្នឹងអត់មានណាគេហ៊ានទេតកងឡានទាំងអស់ហ្នឹងកុំថាឡើយគេងធម្មតាតកងឡានទាំងអស់គាត់មានទម្លាប់មួយនៅពេលដែលចតហើយគាត់ត្រូវលាងឡានសម្អាតហើយត្រូវហើយខ្លួនស្អែកថ្ងៃថ្មីហ្នឹងហើយអត់ទុកឡានចោលរត់សិនអ្នកខ្លះជ្រុលចាំបាច់ត្រូវគេងអត់ហ៊ានបត់ជើងតូចបត់ជើងធំនៅប្រគុណជន់គាត់ទេឲ្យគ្នាដាស់គ្នាអ្នកចិត្តហ្នឹងឲ្យជូនមកជន់ផ្ទាល់ដីចាញ់ទៅក្រៅបត់ដៃបត់ជើងទៅឲ្យចូលមកវិញអត់ហ៊ាននៅហ្នឹងហ្មងពុំអញ្ចឹងទេទុកឡានចោលស្អែកចាំលាងគាត់ដឹងរឿងហ្នឹងហើយគាត់ដឹង 100% មកថាអត់ស្រួលទេខ្មោចលងហើយចឹងគាត់អាសាអតិថិភាពដែលគាត់នៅម្នាក់ឯងហ្នឹងគឺអាសាមែនតើជាញឹកញយមែនតើពុំមេគាត់អត់ស្អីញ៉ាំអីនៅក្នុងបន្ទប់ទេមិត្តភក្តិរបស់គាត់ក៏ដើរលេងដែរគាត់ភ័យខ្លាំងពេកឮចាប់ផ្ដើមឮសលេងណាភ័យខ្លាំងពេកទេមកអ្នកខ្មែរទេមកម៉ាក់គាត់ទេមកយាយគាត់អញ្ចឹងណាយាយគាត់ថាឲ្យសូត្រធម៌ទៅស្ពះទៅបាត់ហើយគាត់ធ្វើឲ្យមានបានផលណាយប់ឡើងយកសពឈឿនឈុតហ្នឹងទៀតគាត់អាឈុតហិតកហ្នឹងគាត់ឃើញដដែលឡើងគាត់ដកជាប់អារម្មណ៍នៅពេលដែលគាត់និយាយសាច់រឿងហ្នឹងមកកាន់ខ្ញុំគាត់ប្រាប់ថាចេះទស្សនវិជ្ជាហ្នឹងដោយកំពុងតែចាក់ម្ដងទៀតនៅក្នុងកាយភ្នែកគាត់ដកជាប់ច្បាស់ហ្មងណារហូតដល់គាត់ដាច់ចិត្តសួរចាស់នៅតំបន់ហ្នឹងដាច់ចិត្តគេដឹងគេប្រាប់ថាចេះណែឯងអត់ដឹងទេប្រទេសរបស់ខ្ញុំនៅទីក្រុងរបស់ខ្ញុំភាគច្រើនអាគារថ្មីហ្នឹងសង់នៅលើភ្នូគេខ្លះមិនដៅសាកសពខ្លះភ្នូគេប្រហែលអញ្ចឹងទៅដីវាថ្លៃខ្វះដីចឹងមានតែឈូសភ្នូចោលអត់មានអ្នកខ្លះក៏ធ្វើកាច់ទៅអ្នកខ្លះក៏មិនធ្វើកាច់ទៅសង់យកតែម្ដងអញ្ចឹងបើអ្នកឯងខ្លាចគេលើកទឹកចិត្តឲ្យទិញទឹកមុនពីកោះបាលីមកហ្នឹងហើយតម្លៃ$100មួយដប1ដបកន្លះលីត្រតម្លៃ$100គាត់ដាច់ចិត្តទិញគាត់ខ្លាចពេកហ្នឹងហើយដាច់ចិត្តទិញថ្ងៃហើយគាត់កំងទិញ 2-3 ថ្ងៃក្រោយទៅមកដល់ហើយគាត់ប្រាប់ថាទឹកសុទ្ធធម្មតាហ្មង
មានស្លឹកម្លូមួយនៅក្នុងហ្នឹងទឹកមុនពិសេសគ្រូបកាយហើយហេតុការមួយបានកើតឡើងចំពោះគាត់ចងចាំមិនភ្លេចរុនធត់ស្មារតីខ្លាំងមែនតើគាត់ថានៅពេលដែលគាត់កាន់គាត់អាងយ៉ាងហ្នឹងណាគាត់ថាអើយបានទឹកមុនតែឯងធូរឈឺបានថ្នាំបាទធូរហើយចឹងហើយគាត់ឡើងទៅដល់បន្ទប់គាត់ដាក់ទឹកមុនហ្នឹងនៅលើតុគាត់ទៅធ្វើម្ហូបញ៉ាំអត់មានអាគេនៅក្នុងបន្ទប់ទៀតហើយអត់មានអាគេនៅក្នុងបន្ទប់ទៀតហើយអញ្ចឹងនៅពេលដែលគាត់កំពុងតែធ្វើម្ហូបនេះគាត់គិតថាអើយនៅតែម្នាក់ឯងគាត់រៀងហត់ដែរចឹងជៀន6គ្រាប់2គ្រាប់ទៅបានដែរគាត់ក៏កាច់ហ្គាសដាក់ខ្ទះចាក់ខ្លាញ់ដាក់ដបខ្លាញ់នៅចិត្តហ្នឹងខនដល់បើកភ្លាមគាត់ថាអញ្ចឹងដូចឈឺបាត់ជាងតូចចឹងណាដូចឈឺបាត់ជាងតូចក៏កាច់បិទសិនបិទហ្គាសវិញរត់ទៅបន្ទប់ទឹកនៅពេលដែលរត់ទៅបន្ទប់ទឹកបត់ជើងតូចប្រើរយៈពេលយូរប៉ុណ្ណា30វិនាទី1នាទីអស់កំពុងតែគាត់ប្រតិបត្តិការបត់ជើងតូចហ្នឹងស្រាប់ផ្សែងខ្មៅខុសចូលបន្ទប់ទឹកឈ្ងៀមឆេះគាត់សវេសវ៉ាលើកខោស្លៀកពាក់អីហើយកាច់ទឹកហើយប្រូចចេញមកវិញគាត់ឃើញអីដឹងហ៎ចាក់ក្រានគាត់ឆាបភ្លើងជាមួយនឹងអាដបនឹងឆាបឆេះឡើងខ្លោចម្ដុំឡើងអាសរ៉ែនអាគីភ័យនឹងរោគាត់បញ្ញាទេទៅរកអ្នកខាងក្រោមឲ្យមកជួយគេបាញ់ពលុតឲ្យស្អាតឲ្យអស់ហើយគេមិនសួរថាកើតអីគេថាចេះអត់អីណាហីគាត់ថាអត់អីទេអញ្ចឹងប្រវត្តិរត់ទៅក្រោមបាត់គេអត់មានដេញដោលអីច្រើនអត់មានដេញដោលច្រើនទេអូនឯងអូខេហើយខ្ញុំទៅបដ ாய் ឯងប្រូចបាត់អស់លីងហ្មងហើយគាត់ភ័យមែនតើអង្គុយនៅខាងក្រោមគាត់អត់មាននៅម្នាក់ឯងណាគាត់រត់ទៅខាងក្រោមហ្នឹងណាភ័យមែនតើដល់ពេលភ័យមែនតើណាគាត់លើកដៃសាពះគាត់ថាគាត់ឈប់ហើយគាត់ឈប់ព្រោះទឹកមុនអីទាំងអស់គាត់លែងហ៊ានហើយគិតក្នុងចិត្តគាត់រន្ធត់មិនមែនដោយសារតែព្រឹត្តិការណ៍ភ្លើងឆេះទេតែគាត់មានចម្ងល់មួយថាចេះគាត់បិទហ្គាសច្បាស់ណាស់ហេតុអីបានមានភ្លើងឆាបឆេះបានយល់ប៉ុន្តែវាជារឿងដែលអត់គួរឲ្យឆ្ងល់មែនណាពីមួយឆាបមួយដបទឹកមែនដាក់មួយប្រេងឆាបដែលគាត់ដាក់នឹងគៀកហ្នឹងមួយប្រេងហើយបាននៅម្ដុំដបទឹកហ្នឹងហើយសំណួរសុទ្ធតែចេះបងកាច់ហ្គាសបិទហើយហ្នឹងឯងចេញហ្គាសមកតាមណាបើអត់មានរងើកភ្លើងធ្វើមិនវាត្រូវហើយបើមិនជឿសាកខ្លួនឯងបងឯងគិតកាច់បិទក្បាលហ្គាសហើយគឺអត់មានហ្គាសចេញមកពីណាទៀតទេហើយរឿងអីវាត្រូវឆេះគាត់ភ័យរន្ធត់ពេកគាត់ទៅដល់ក្រុមណាគាត់និយាយជាមួយនឹង manager នៅក្រុមហ្នឹងអ្នកគ្រប់គ្រងធំនៅក្រុមហ្នឹងអ្នកឯងមានរឿងលាក់ខ្ញុំមែនអាគារអ្នកឯងមានអីមែនម្នាក់ manager ហ្នឹងថាអូអញ្ចឹងចង់ដូរបន្ទប់អត់មានន័យថាម៉េចទៅអត់មានសួរបើសិនជាយើងគាត់និយាយថាបងថ្ងៃចិត្តថាអាគារខ្ញុំណាមានខ្មោចអញ្ចឹងហ្នឹងហើយ manager ហ្នឹងនិយាយថាអូចង់ដូរបន្ទប់មែនអញ្ចឹងមានន័យថាអ្នកនៅអាគារទាំងអស់ដឹងថាមានហេតុការណ៍អ្វីហើយអញ្ចឹងហើយទៅមកសួរគាត់ថាមានចង់ដូរបន្ទប់អត់គាត់ថាដូរស្អែកដូរតែម្ដងហើយគាត់រន្ធត់ស្មារតីព្រោះថាគេដឹងមិនក៏គាត់គេដាក់នៅបន្ទប់ហ្នឹងទៀតអញ្ចឹងគាត់នឹងអង្គុយពីមុខអាគារហ្នឹងគាត់អង្គុយម្នាក់ឯងគាត់ពិបាកចិត្តដែរបងឯងដឹងមិនទេនៅពេលដែលគាត់អង្គុយហ្នឹងគាត់ឃើញឡានមេគាត់បត់ចូលភ្លើងឡានផ្លាកលេខឡានមេគាត់បត់ចូលហើយរឿងអីមិនគាត់មិនដឹងឡានបងឯងស្គាល់ផ្លាកលេខហ្នឹងត្រូវទេជីកាន់ខែហ្នឹងគាត់ឃើញអញ្ចឹងគាត់ស្វេស្វារត់ឡើងទៅលើវិញរត់ឡើងទៅលើវិញហ្នឹងណាដើម្បីចាំកន្លះម៉ោងក្រោយមកអត់ឃើញមេគាត់ឡើងមកកន្លះម៉ោងហ្នឹងហើយគាត់ឃើញច្បាស់គឺឡានបត់ចូលមកផ្លាកលេខហ្នឹងគាត់រត់ឡើងទៅលើវិញចាំអស់កន្លះម៉ោងអត់ឃើញមេឆាត់ទៅសួរមេអត់តបទេហ៎ហ្មងកាលបានមេឡើងមកលើព្រោះឃើញបត់ចូលហើយគាត់ថាអត់ទេខ្ញុំនៅតំបន់មួយនេះនៅឆ្ងាយពីហ្នឹងអ្នកឯងគួរយល់ថាតើបើពីតំបន់មកពីមួយហ្នឹងមកដល់កន្លែងគេងវិញនេះវាត្រូវការពេលប្រហែលនាទីចរាចរណ៍ស្ទះស្មើហ្នឹងប្រើពេលប្រហែលនាទីគាត់ស្ដាប់ហើយគាត់យល់ហ្មងថាអូនៅកន្លែងហ្នឹងវាឆ្ងាយមែនគាត់អាចមកតន់នេះអញ្ចឹងគាត់ឃើញនឹងស្អីគេគាត់ឃើញនឹងស្អីគេអ
ចឹងគាត់ដឹងក្នុងចិត្តអូគេនាំឲ្យគាត់ឡើងមកគាត់លើកដៃសាពះគាត់ថាគាត់ឈប់ហើយខ្ញុំចាញ់បាទខ្ញុំអត់ដឹងធ្វើម៉េចទៀតទេកុំឲ្យជាប់កម្មជាប់ពៀមួយគ្នាអីខ្ញុំសុំអំបរណាកុំឲ្យជាប់កម្មជាប់ពៀមួយគ្នាអីកុំលងបន្លាចខ្ញុំអីស្អែកខ្ញុំរើហើយកុំលងបន្លាចខ្ញុំអីខ្ញុំខ្លាចអីចឹងទៅយើងបើមាននិស័យណាសូមឲ្យចប់ត្រឹមហ្នឹងទៅហើយខ្ញុំជូនបនឲ្យណែឯងទៅចាប់ជាតិអីចឹងខ្ញុំមិនឲ្យគេធ្វើបនឡើងអញ្ចឹងទៅគាត់ចោចចាអញ្ចឹងណាហើយនឹងគាត់ឃើញអីហីម្នាក់ស្អីហ្នឹងអង្គុយយំនៅហ្នឹងហើយត្រូវការគេជួយឲ្យលេងគេអាហ្នឹងដែលខ្ញុំឆ្ងល់ដែរម្នាក់ហ្នឹងអង្គុយអោបជើងអារបៀបអង្គុយផ្លូវអង្កែបឆ្ងល់ហើយដៃច្រត់លើជង្គង់សក់បាំងមុខហើយយំទឹកភ្នែកមកអញ្ចឹងទៅហិហក់ហ្នឹងហើយហិហក់អញ្ចឹងទៅហើយគាត់ឃើញគាត់បិទភ្នែកគាត់ស្ពះទៅខ្ញុំខ្លាចណាស់កុំអីទិដ្ឋភាពហ្នឹងទៅហើយណាខ្ញុំខ្លាចណាស់កុំអីកុំធ្វើឲ្យខ្ញុំក៏បាត់ទៅបានអ្នកហ្នឹងគាត់ទេសេវាទេរមិត្តភក្តិគាត់គាត់មកដល់លើហើយមកដល់ប្រាប់ហេតុការដងហ្នឹងមិត្តភក្តិថៃគាត់លែងអត់ជឿទៀតហើយព្រោះអីវាមិនគាត់សួរតែអញ្ចឹងបើសិនជាអ្នកឯងអត់ជឿជួយបកស្រាយរឿងពងមន់ខ្ញុំជៀនពងមន់មកគ្រាប់ខ្ញុំបិទហ្គាសអស់ហើយភ្លើងចាញ់មកពីណាជៀនពងមន់មកគ្រាប់តើខ្ញុំត្រូវការបើកភ្លើងអស់ដល់ថ្នាក់ហ្នឹងអត់មានត្រូវការទេហ្នឹងហើយអញ្ចឹងហេតុអីមិនឆេះភ្លើងហ្នឹងក្រុមការងាររបស់គាត់ហ្នឹងមិត្តភក្តិចិត្តស្និទ្ធរបស់គាត់ហ្នឹងចាប់ផ្ដើមជឿចាប់ផ្ដើមអីហើយក៏និយាយជាមួយមេស្អែកឡើងក៏ហើហើយគាត់ក៏និយាយជាមួយនឹង manager របស់គាត់ហ្នឹងណានិយាយមួយ manager របស់អាគារហ្នឹងប្រាប់ថាឲ្យធ្វើតាមបនរបស់សាសនារបស់អ្នកឯងទៅឲ្យជួយរំដោះគេហៅថាសូត្រទឹកបាំងស្គលអីតាមបែបសាសនារបស់អ្នកឯងធ្វើមិនជួយគេទៅគេត្រូវការជួយហើយតែខ្ញុំអត់មានលទ្ធភាពជួយទេម្ចាស់អាគារហ្នឹងគេបាទមិនមែន manager បាទណាគ្រប់គ្រងធំណាគេហ្នឹងគេក៏បាទអញ្ចឹងអត់ដឹងថាធ្វើឬមិនធ្វើតែគាត់ដូរទៅជាន់ផ្សេងទៅគាត់ក៏សុករហូតទៅគាត់សុករហូតទៅសួរថាជឿអត់ខ្ញុំអត់ដឹងដែរអត់ដឹងថាហេតុការនឹងហេតុអីមិនអញ្ចឹងទេតែមានយប់មួយចម្លែកដូចគ្នាមានយប់មួយក៏ចម្លែកដែរខ្ញុំភ្លេចនិយាយរឿងកន្លែងហ្នឹងថ្ងៃហ្នឹងមិនទេគាត់ថាអញ្ចឹងយប់មួយហ្នឹងគេចាញ់ក្រៅអស់គាត់គេម្នាក់ឯងដូចគ្នាស្រាប់តែមានអារម្មណ៍ថាមានណាគេសកត់ដូចហក់ពីលើកធប់ដល់ពេលកធប់អញ្ចឹងទៅគាត់ក៏ប្រាប់ថាគាត់ស្មានពួកម៉ាក់ថៃគាត់ហ៎ព្រោះអីពួកម៉ាក់ថៃគាត់ជួយចិត្តលេងអញ្ចឹងបលែងគ្នាហក់កធប់សកត់អីអញ្ចឹងណាគាត់ថាកុំធ្វើអញ្ចឹងណាកុំដល់ពេលគាត់ប្រះខ្លួនឡើងបើកភ្នែកមកអត់ឃើញផងអាហ្នឹងហេតុការណ៍មួយទៀតមានហេតុការណ៍មួយទៀតគាត់គេងម្នាក់ឯងតដែរនិយាយទៅគាត់អាសានៅម្នាក់ឯងមែនតើគេងម្នាក់ឯងហ្នឹងស្រាប់តែមានក្បាលមួយទៀតសកត់នៅលើខ្នើយរបស់គាត់ដូចគ្នាអាហ្នឹងដឹងគេងដឹងគាត់ដឹងគេងដឹងគាត់ថាគាត់ដឹងហ្មងមានក្បាលមួយទៀតសកត់នៅលើខ្នើយរបស់គាត់ហ្នឹងណានៅពេលដែលគេងនៅលើខ្នើយរបស់គាត់ហ្នឹងណាគាត់ស្មានតែមិត្តភក្តិរបស់គាត់បែរមកឆ្វាច់មុខស្តៀងមិត្តភក្តិគាត់តែមិនមែនមិត្តភក្តិគាត់ទេមុខស្តៀងបើកភ្នែកធំស្ញែងតាគាត់ហើយគាត់អង្គុយអត់រួចបើកភ្នែកប្រឹងគេអាបិទភ្នែកអត់រួចអានេះប្រឹងបិទភ្នែកទៅចិត្តណារហូតដល់បាត់ម្នាក់ហ្នឹងតមិត្តភក្តិគាត់មកដល់មើលអាយទៅអូមែនមិត្តភក្តិគាត់ទេគាត់ស្មានមិត្តភក្តិគាត់អារម្មណ៍មួយដែលបែងចែកអត់ច្បាស់ថាជាមិត្តភក្តិឬក៏អត់តែដល់ពេលមើលអាយទៅច្បាស់ហើយមិនមែនមិត្តភក្តិទេគឺម្នាក់ស្រីនៅក្នុងយុទ្ធស័ព្ទចឹងសាច់រឿងរបស់គាត់សម្រាប់ខ្ញុំអរគុណមែនតើបងស្រីដែលបានចែកម្លែកសាច់រឿងហ្នឹងមកញាក់សាច់បងហើយប្រទេសឥណ្ឌូនេស៊ីខ្ញុំល្បីណាស់អ្វីដែលខ្ញុំខ្លាចបំផុតនៅប្រទេសឥណ្ឌូនេស៊ីអាខ្មោចរបៀបហ៊ុំហ្នឹងហើយអារបៀបហ៊ុំមកចង់ចំប៉ុយទៅអូយខ្លាចញាក់សាច់ភ័យមិនដឹងយើងមើលតែរឿងក៏យើងដឹងដែរនិយាយប្រភេទខ្មោចឥណ្ឌូនេស៊ីមើលមកដឹងហ៎ដឹងថាចុះបងយល់មិនដែរចំពោះសាច់រឿងរបស់គាត់គេពិតអានេះបាននិយាយថាយើងនៅកន្លែងគេជាទូទៅរឿងអញ្ចឹងក៏យើងមានច្រើនដែរនៅក្នុងប្រទេសផ្សេងនៅក្នុងប្រទេសយើងក៏មានដែរ